វីរុសនេះប៉ាគឺជាវីរុសដែលឆ្លងពីសត្វវាអាចចម្លងតាមរយៈអាហារពីសត្វទៅមនុស្សនិងពីមនុស្សទៅមនុស្សវាបង្កជាជំងឺធ្ងន់ធ្ងររហូតអាចបណ្ដាលឲ្យបាត់បង់ជីវិតហើយប្រជាស៊ីផ្លែឈើគឺជាភ្នាក់ងារសំខាន់នៃការចម្លងវីរុសនេះចំពោះមនុស្សរោគសញ្ញាឬអាការៈដំបូងនៃជំងឺដែលបណ្ដាលមកពីវីរុសនេះប៉ារួមមានគ្រុនក្តៅឈឺក្បាលវិលមុខឈឺចាប់តាមសាច់ដុំក្អួតនិងឈឺបំពង់កក្នុងរយៈពេលពី3ទៅ14ថ្ងៃមនុស្សមួយចំនួនអាចមានអាការៈធ្ងន់ធ្ងររហូតដល់វង្វេងវង្វាន់ឬរលាកខួរក្បាលហើយអាចបណ្ដាលឲ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរក្នុងរយៈពេលពី24ទៅ48ម៉ោងអ្វីដែលគួរឲ្យបារម្ភនោះគឺបច្ចុប្បន្ននៅមិនទាន់មានថ្នាំសម្រាប់ព្យាបាលនិងបង្ការជំងឺនេះនៅឡើយទេហើយបើយើងនិយាយពីប្រវត្តិនៃជំងឺនេះវាមិនមែនជាជំងឺថ្មីណាស់ណានោះទេព្រោះការរីករាលដាលនៃជំងឺនេះធ្លាប់កើតមាននៅលើសត្វជ្រូកនិងមនុស្សរួចមកហើយវាកើតឡើងនៅប្រទេសមួយចំនួនដូចជាម៉ាឡេស៊ីសិង្ហបុរីបង់ក្លាដេសហ្វីលីពីននិងឥណ្ឌាចាប់តាំងពីឆ្នាំ1999ការឆ្លងនៃជំងឺនេះកើតឡើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសត្វដែលផ្ទុកជំងឺដូចជាប្រចៀវឬជ្រូកការញ៉ាំអាហារឬផឹកទឹកដែលមានវីរុសនិងការប៉ះពាល់សារធាតុរាវចេញពីរាងកាយអ្នកដែលផ្ទុកវីរុសនេះដើម្បីកាត់បន្ថយហានិភ័យយើងចាំបាច់ត្រូវលាងដៃជាមួយនឹងសាប៊ូនិងទឹកឲ្យបានញឹកញាប់ជៀសវាងប៉ះពាល់ជាមួយនឹងសត្វប្រចៀវឬជ្រូកហើយជៀសវាងនៅកន្លែងដែលមានប្រចៀវឬកន្លែងដែលមានផ្លែឈើឬដីដែលប៉ះពាល់ជាមួយនឹងប្រចៀវជៀសវាងប៉ះពាល់សារធាតុរាវចេញពីរាងកាយមនុស្សនិងសត្វដែលមានផ្ទុកមេរោគនិងជៀសវាងការញ៉ាំបន្លែឬផ្លែឈើឆៅនៅតំបន់ដែលសម្បូរទៅដោយប្រចៀវបើយើងប្រៀបធៀបទៅនឹងជំងឺ COVID-19 វីរុសនីប៉ានិងវីរុស COVID សុទ្ធតែជាជំងឺឆ្លងពីសត្វប៉ុន្តែភាពធ្ងន់ធ្ងរនៃការចម្លងអាការៈនិងការព្យាបាលមានលក្ខណៈខុសគ្នាដូចខាងក្រោមវីរុសនីប៉ាឆ្លងយឺតជាងវីរុស COVID មានន័យថាមេរោគនេះអាចឆ្លងលុះត្រាតែមានការប៉ះពាល់យ៉ាងជិតស្និទ្ធជាមួយនឹងវត្ថុឬសារធាតុដែលផ្ទុកវីរុសនេះចំណែកអាការៈនៃអ្នកផ្ទុកវីរុសនីប៉ាស្រដៀងគ្នានឹងអ្នកផ្ទុកជំងឺ COVID ដែរត្រង់ថាវាធ្វើឲ្យយើងក្អកនិងគ្រុនក្តៅប៉ុន្តែវីរុសនីប៉ាមានអាការៈធ្ងន់ធ្ងរជាងព្រោះវាអាចបណ្ដាលឲ្យអ្នកជំងឺវង្វេងវង្វាន់ឬរលាកខួរក្បាលនិងបណ្ដាលឲ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរក្នុងរយៈពេល24ទៅ48ម៉ោងរីឯការព្យាបាលសម្រាប់វីរុសនីប៉ានេះគេនៅមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលប្រឆាំងនឹងមេរោគនេះនៅឡើយទេខុសគ្នាពីជំងឺ COVID ដែលយើងមានវ៉ាក់សាំងបង្ការនិងថ្នាំសម្រាប់ព្យាបាលរួចហើយដើម្បីជៀសវាងការឆ្លងមេរោគនីប៉ានេះយើងគប្បីនៅឆ្ងាយពីសត្វដែលសង្ស័យថាមានផ្ទុកជំងឺរក្សាអនាម័យរាងកាយនិងបរិភោគបន្លែផ្លែឈើដែលមានសុវត្ថិភាពសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ